ថ្ងៃពុធ15កើតខែកត្តិកឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025នៅខេត្តពោធិ៍សាត់មានធ្វើពិធីប្រណាំងទូកងខ្នាតអន្តរជាតិជាលក្ខណៈមិត្តភាពដើម្បីដកស្រង់បច្ចេកទេសនិងបទពិសោធន៍ពិសេសបង្កប់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តនិងគ្រប់មជ្ឈដ្ឋានទាំងអស់ក៏ដូចភ្ញៀវជាតិនិងអន្តរជាតិក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែនិងបណ្ដែតប្រទីបដែលជាបុណ្យដ៏ធំមួយក្នុងចំណោមបុណ្យដទៃទៀតរបស់ខ្មែរយើងដែលមានតាំងពីដើមមកពិធីប្រណាំងទូកនេះធ្វើនៅដងស្ទឹងពោធិ៍សាត់ពីទំនប់បង្ហៀរក្បាលហុងដល់ស្ពានអាកាសផ្លូវវាងក្រុងមានចម្ងាយ940ម៉ែត្រដែលរៀបចំឡើងដោយរដ្ឋបាលខេត្តពោធិ៍សាត់សហការជាមួយរដ្ឋបាលក្រុងមន្ទីរអង្គភាពនិងបណ្ដាវត្តអារាមទាំងអស់ក្នុងខេត្តក្រមវត្តមានឯកឧត្តមមករាប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តតាមរបាយការណ៍របស់ក្រុមការងារបច្ចេកទេសអុំទូកបានឲ្យដឹងថាទូកដែលចូលរួមប្រកួតថ្ងៃនេះមានចំនួន14ទូកស្មើនឹង7គូដែលមានឈ្មោះដូចខាងក្រោម1ទូកងឈ្មោះពោធិ៍សាត់មានជ័យបារមីចៅសែនជាទូករបស់រដ្ឋបាលសាលាខេត្តនិងសមាគមនារីកម្ពុជាខេត្ត2ទូកឈ្មោះបារមីកែវជ័យសិរីពោធិ៍សាត់ជាទូករបស់វត្តកែវជ័យព្រះមេគុណខេត្ត3ទូកឈ្មោះពោធិវង្សសុមាលសែនជ័យសិរីឧត្តមជាទូករបស់មន្ទីរសុខាភិបាលនិងវត្តពោធិវង្ស4ទូកឈ្មោះខេមរាសែនជ័យបារមីអ្នកអប់រំជាទូករបស់មន្ទីរអប់រំយុវជននិងកីឡា5ទូកឈ្មោះនទីមង្គលកម្ពុជារតនមានជ័យជាទូករបស់អង្គភាពរតនាគារនិងសាខាធនាគារជាតិខេត្ត6ទូកឈ្មោះកណ្ដប់មានជ័យបារមីទីសេដ្ឋាជាទូករបស់វត្តនទីសេដ្ឋារាម7ទូកឈ្មោះដេជោសែនជ័យបារមីនាគសជាទូករបស់ស្នងការដ្ឋាននគរបាលខេត្ត8ទូកឈ្មោះទំព័រសុវណ្ណសែនជ័យបារមីតាគ្រីជាទូករបស់មន្ទីរព័ត៌មាននិងវត្តកែវសុវណ្ណ9ទូកឈ្មោះពោធិសុវណ្ណរាំងសីបារមីកុមារពេជ្រជាទូករបស់វត្តសុវណ្ណរាំងសីមន្ទីរអភិវឌ្ឍជនបទនិងមន្ទីរបរិស្ថានខេត្ត10ទូកឈ្មោះបញ្ញវន្តក្មេងវត្តសាមគ្គីសែនជ័យជាទូករបស់យុវជនក្មេងវត្តមន្ទីរធម្មការនិងសាសនាក្នុងវត្តវាល11ទូកឈ្មោះវាលសាឡឹមមានជ័យបារមីវត្តកញ្ចោខាងត្បូងជាទូករបស់វត្តឯករាំងសីហៅវត្តកញ្ចោខាងត្បូង12ទូកឈ្មោះយុវជនវិទ្យាល័យពោធិ៍សាត់សែនជ័យជាទូករបស់វិទ្យាល័យពោធិ៍សាត់13ទូកឈ្មោះកណ្ដៀងសុកសេរីមានជ័យបារមីវត្តកញ្ចោខាងជើងជាទូករបស់វត្តកញ្ចោខាងជើងនិង14ទូកឈ្មោះសាមគ្គីតាឡូសែនជ័យបារមីថ្មអណ្ដែតជាទូករបស់រដ្ឋបាលស្រុកតាឡូសែនជ័យសរុបកីឡាករអុំទូកមានចំនួន470នាក់ប្រើប្រាស់ក្រុមការងារបច្ចេកទេសចំនួន35នាក់ជាមន្ត្រីមកពីមន្ទីរអប់រំយុវជននិងកីឡាមន្ត្រីរដ្ឋបាលសាលាខេត្តមន្ត្រីជលផលក្រមយុវជនព្រមទាំងមានក្រុមផ្សាយផ្ទាល់របស់មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ផងដែរការប្រណាំងទូកបានដំណើរការទៅមានរយៈពេលពេញមួយថ្ងៃដោយមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ទាំងក្មេងចាស់ប្រុសស្រីណែនតែនតាប់ទាំងត្រើយខាងលិចនិងត្រើយខាងកើតស្រែកហ៊ោកញ្ជ្រៀវធ្វើឲ្យកម្មវិធីប្រណាំងទូកកាន់តែអធិកអធមនិងសប្បាយរីករាយក្រៃលែងឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានសម្ដែងទឹកចិត្តសប្បាយរីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក៏ដូចភ្ញៀវទេសចរជាតិនិងអន្តរជាតិមកចូលរួមទស្សនាយ៉ាងច្រើនកុះករក្នុងពិធីបុណ្យអុំទូកនៅខេត្តពោធិ៍សាត់នាពេលនេះឯកឧត្តមមានប្រសាសន៍ថាការប្រណាំងទូកនាពេលនេះជាលក្ខណៈមិត្តភាពសាមគ្គីភាពក្រមម្លប់សន្តិភាពមិនមែនយកឈ្នះយកចាញ់ឬជ្រើសរើសទៅប្រកួតប្រជែងនៅថ្នាក់ជាតិនោះទេឯកឧត្តមអភិបាលខេត្តបញ្ជាក់ថារាជរដ្ឋាភិបាលក៏ដោយរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងផ្អាកការប្រណាំងទូកក្នុងឆ្នាំ2025នេះតែដោយសារស្ថានភាពជម្លោះព្រំដែនរវាងកងទ័ពកម្ពុជាជាមួយកងទ័ពថៃធូរស្រាលវិញហើយនោះទើបខេត្តអនុញ្ញាតឲ្យរដ្ឋបាលក្រុងស្រុកមន្ទីរអង្គភាពនិងបណ្ដាវត្តអារាមនានាក្នុងខេត្តនាំគ្នាប្រារព្ធពិធីប្រណាំងទូកដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកម្សាន្តនាពេលនេះ
ព្រឹត្តិការណ៍ប្រណាំងទូកងនេះមិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេតែជាការបង្ហាញយ៉ាងច្បាស់អំពីការថែរក្សាប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរយើងក្នុងលក្ខណៈជាមហាគ្រួសារតែមួយក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ